farm កសិដ្ឋាន smart ឆ្លាតបាទបងប្អូនអញ្ចឹងថ្ងៃនេះយើងសិក្សាចំណុចពិសេសមួយយើងអាចសម្គាល់ខាងក្រៅបានថា AR ហ្នឹងគឺមានសម្លេង R តែម្ដងជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាចំណុចសម្គាល់ពិសេសមួយចាំបងប្អូនមើលមកណានេះ AR នេះគឺស្មើ R នេះខ្ញុំដាក់ R ដាក់ស្អាអញ្ចឹងតែម្ដងអញ្ចឹងតោះយើងយកទៅសិក្សាទាំងអស់គ្នាណាបាទបងប្អូនអញ្ចឹងបងប្អូនមើលមកនេះដូចជាពាក្យថា star បាទស័កនឹងត star AR នេះគឺ R បងប្អូនអាចសម្គាល់បានអញ្ចឹង R ណា star បាទ star IPA បាទ star ប្រែថាផ្កាយណាបងប្អូនបាទអញ្ចឹង AR យ៉ាងណាបាទ star ប្រែថាផ្កាយមកមើលទៀតពាក្យនេះយើងអានថា start បាទស័កនឹងត start AR សម្លេង R បាទតែនៅពេលដែលមាន T នៅខាងចុងចេះវាលឺសម្លេង art ណា start បាទបងប្អូនអាចអញ្ចឹងណាលឿនណា start ប៉ុន្តែ AR យើងហ្នឹងគឺសម្លេង R ហ្នឹងបានថាយើងសម្គាល់ថាវាមានសម្លេង R អញ្ចឹងតែម្ដងហើយបើបងប្អូនចង់លឿនដូចខ្ញុំលើកឡើងមកអញ្ចឹងណា T នៅខាងចុងនេះបងប្អូនភ្ជាប់សម្លេងទៅ R ហ្នឹង T ហ្នឹងគឺ art start ប្រែថាចាប់ផ្ដើមណាពាក្យ start ហ្នឹងចាប់ផ្ដើមធ្វើអីមួយគេឧស្សាហ៍ប្រើណាអញ្ចឹង star ផ្កាយ start ចាប់ផ្ដើមតោះទៅពាក្យបន្ទាប់គឺ far f AR នេះគឺ R far ណា IPA far ប្រែថាឆ្ងាយបាទ far តោះបន្តមកទៀតគឺ car បាទ AR នេះសំលេង R ហ្នឹងហើយ car បាទ car ប្រែថាឡានណាបាទអញ្ចឹង far ឆ្ងាយ car ឡានសិតតែ AR ទាំងអស់បងប្អូនគេមានសលេង R តោះមួយទៀតយើងអានថា dark D នេះសំលេងវាដកណាបងប្អូនបាទ AR នេះសំលេង R បាទ K នេះសំលេង K អញ្ចឹង the R និង K dark បាទមួយបែបវិញទៀតបងប្អូនភ្ជាប់សំលេងចេះណានេះ R និង K ហ្នឹងគឺ arc បាទ R និង K ហ្នឹងគឺ arc មក the arc dark បាទមានពីររបៀបណា the arc dark នេះ dark ប្រែថាងងឹតបាទតោះមួយទៀត sh សំលេង sh បាទ sh បងប្អូនធ្វើមកអញ្ចឹងទៅ sh r និង k shark ឬក៏បងប្អូនធ្វើវិធីសាស្ត្រដូចមិននេះ K នៅខាងចុងអញ្ចឹងហើយសំលេង R អញ្ចឹងនេះគឺ shark បាទ shark ប្រែថាឆ្លាមសំដៅដល់ត្រីឆ្លាមហ្នឹងណាបាទ shark អញ្ចឹងតោះមានពាក្យ dark ងងឹត shark ត្រីឆ្លាមបើសិនជាបងប្អូនចង់ចេះស្រាក់ព្យញ្ជនៈនិងអានពាក្យឲ្យបានត្រឹមត្រូវតោះរៀនភាសាអង់គ្លេសជាមួយ OLF